បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំនឹងចែករំលែកពីរបៀបទាញ admin ឬក៏យើងបន្ថែម admin ចូលដើម្បីកាន់ page របស់យើងបាទជាដំបូងនេះគឺជា account របស់ខ្ញុំផ្ទាល់ខ្លួនបាទយើងមិនទាន់ចូលក្នុង page របស់យើងទេបន្ទាប់មកបងប្អូនមើលសម្លឹងមកខាងក្រោមគឺមាននៅខាងក្រោមនេះគេដាក់ពាក្យថា Minoi បាទចុចលេខ Minoi នេះដើម្បីយើងចូលទៅកាន់ page របស់យើងបាទចុច Minoi ហ្នឹងបន្ទាប់មកគឺលោតផ្ទាំងនេះបងប្អូនអញ្ចឹងបងប្អូនត្រូវចុចលេខទង់ជាតិនេះបាទ page នេះគេដាក់ page នេះចុចលេខទង់ជាតិហ្នឹងទៅហើយបន្ទាប់មកគេឲ្យយើងជ្រើសយក page មួយណាដែលបងប្អូនមិនចង់បន្ថែម admin អញ្ចឹងយើងចូលទៅកាន់ page យើងមួយណាទៅអញ្ចឹងខ្ញុំចូលក្នុងកាន់ page នេះបាទចូលទៅ page នេះដើម្បីបន្ថែម admin នៅក្នុង page នេះបាទបន្ទាប់មកគឺ load ពាក្យ switch អញ្ចឹងបងប្អូនចុចលេខពាក្យ switch នេះដើម្បីចូលកាន់ page ចូលទៅ page បាទបន្ទាប់មកគឺ load ទម្រង់នេះបាទគឺយើងមើលទៅខាងនេះគឺវាចូលក្នុង page របស់យើងហើយយើងចូល page អីបន្តមកទៀតបងប្អូនចុចពាក្យថា Minoi នៅខាងក្រោមនេះបាទ Minoi បន្តមកគឺលើកទាំងបែបនេះបងប្អូនបែបនេះបន្តមកទៀតបងប្អូនអស់ទៅខាងលើបងប្អូនជ្រើសយកពាក្យថា setting and privacy បាទ setting and privacy នៃកូនសោនេះបន្តមកទៀតគឺចុចពាក្យថា setting បាទ setting ហើយបងប្អូន scroll ខាងឡើងទៅខាងលើបន្តមកបងប្អូនចុចពាក្យថា page setup បាទចុច page setup នេះកន្លែងទង់ជាតិនេះបន្តមកទៀតបងប្អូនសម្លឹងមកពាក្យថា page access បាទ page access នេះកន្លែងកូនសោនេះចុចកន្លែងកូនសោហ្នឹងគឺ page access នេះបាទបន្តមកបងប្អូនចុចពាក្យថា add new នេះ add new នេះដើម្បីបន្ថែម admin បាទវានឹងលោតនេះបងប្អូនចុចពាក្យថាខាង Q ខាងក្រោមនេះពាក្យថា nick នេះបាទខាង nick នេះចុចនេះទៅបន្ទាប់មកគេឲ្យយើងជ្រើសឈ្មោះ admin ឬក៏ឈ្មោះ account មួយណាដើម្បីយើងកាន់ page របស់យើងអញ្ចឹងខ្ញុំ search ទៅបងប្អូន search មាន account ណាបងប្អូន search ក្នុងប្រអប់នេះបាទចុចទៅចាំមកផ្លែកំពុង search ហើយជាអត់ស្គាល់ព្រោះ account ខ្ញុំទៅ add ចូលបើស្គាល់ខ្ញុំនឹងដូរឈ្មោះមួយទៀតចាំផ្លែបងប្អូនពូសេងសូមចាំបន្តិចខ្ញុំគាត់ធ្វើរបៀបឲ្យបងប្អូនទស្សនាទេហើយជាអត់ស្គាល់ដោយសារ account ខ្ញុំទៅ add ចូលចាំបន្តិចដូរទៅខ្ញុំដាក់នេះវិញខ្ញុំដាក់ brand ដែលខ្ញុំទៅស្គាល់នេះខ្ញុំយកនេះពេជ្រស្រីរតនេះខ្ញុំយក add account ប្រពន្ធខ្ញុំចូលសិនដើម្បីឲ្យបងប្អូនទស្សនាអញ្ចឹងយើងចុចកន្លែងហ្នឹងមកចុចឈ្មោះហ្នឹងមកបាទបន្ទាប់មកយើងដើម្បីឲ្យគាត់មានសិទ្ធិនៅក្នុងកាន់ជា admin ពេញលេញយើងចុចជំនាញបងប្អូនចុចកន្លែងនេះទៅដើម្បីបើក queue ហ្នឹងគឺគាត់មានសិទ្ធិលុប page មានសិទ្ធិធ្វើអ្វីទាំងអស់ក្នុង page អញ្ចឹងណាបើយើងឲ្យគាត់អត់ឲ្យគាត់មានសិទ្ធិគាត់មាន edit ធ្វើ edit អីអញ្ចឹងយើងចុចបិទអញ្ចេះអញ្ចឹងខ្ញុំបើកឲ្យគាត់មានសិទ្ធិពេញអញ្ចឹងបងប្អូនអញ្ចឹងយើងចុចពាក្យថាបងអញ្ចឹងយើងចុចពាក្យថា give access ហ្នឹងគឺមានសិទ្ធិពេញក្នុងការគ្រប់គ្រងលើ page របស់យើងបងប្អូនបើកហើយបងប្អូនចុចពាក្យថានេះ give access នេះនៅខាងក្រោមនេះចុចពាក្យហ្នឹងទៅបន្ទាប់មកគេឲ្យយើងបំពេញ password Facebook របស់យើងដែលជា admin ហ្នឹងបងប្អូនយើងពេញចូលទៅបងប្អូនមានអីសម្បាំងបន្តិចបាទបន្តមកទៀតបងប្អូនចុចពាក្យថានេះ confirm បាទបន្ទាប់មកក្រុមហ៊ុន Facebook គេនឹងផ្ញើសារដើម្បីបញ្ជាក់ទៅក្នុង WhatsApp របស់យើងឬក៏តាមលេខរបស់យើងអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនទៅយកលេខកូដហ្នឹងដើម្បីមកបញ្ជាក់នៅកន្លែងនេះកន្លែងក្នុងវងអញ្ចឹងខ្ញុំចុចពាក្យនេះសិនដើម្បីដាក់ឲ្យវា message ទៅលេខមួយណាអញ្ចឹងបងប្អូនអញ្ចឹងឲ្យគេ message ទៅនេះទៅ61នេះចាំបន្តិចញ៉ែតិចយើងចុចហ្នឹងហើយយើងចុចពាក្យ continue នេះវានឹង message ទៅលេខកតុយ61នេះបងប្អូនបាទគឺលួចមកដល់ហើយចាំមកសបកតោះមកយើងយកលេខដែលគេផ្ញើមក
ក្នុង WhatsApp យើងចូលនេះបងកូដចាំបន្តិចយូរម្លេះចូលក្នុង WhatsApp ហ្នឹងដើម្បីជួយខ្ញុំសូមផ្សាយកន្លែងម្ដងទៀត Simo Isenko ចុច message ហ្នឹងចាំបន្តិចបងប្អូនចុចពី continue ម្ដងទៀតអូខ្ញុំបិទចំហចឹងអូនទោះបិទចំហនេះមកបងប្អូននៅលេខកូដខាងលើគេផ្ញើមកនេះលេខនេះយើង copy លេខហ្នឹងមកទៅចូលមកនេះដើម្បីបំពេញបងប្អូននេះគឺលេខគីឡូនេះចុចនេះមកបន្តមកទៀតបងប្អូនពាក្យថាបើបងប្អូននេះមានលេខមួយហ្នឹងគឺគ្រាន់ចុចអាហ្នឹងគឺវា load មកហើយបើដោយសារខ្ញុំមានលេខ 2 3 ក្នុងកាន់នៅក្នុង account មួយហ្នឹងអញ្ចឹងណាអញ្ចឹងវាធ្វើការយើងពេលវេលាយូរទៅខ្ញុំច្រឡំអញ្ចឹងសុំទោសបងប្អូនបន្តមកទៀតបងប្អូនចុចពីថា continue នេះបាទតបទៀត confirm ទៅបាទនេះបងប្អូនគឺបានហើយគេឲ្យ invite ទៅឈ្មោះពេជ្រសីរតបងប្អូននេះឃើញក្នុងរយៈពេល31ថ្ងៃគេនឹងនេះវិញខកពួក expire អញ្ចឹងបងប្អូនបាទអញ្ចឹង admin ដែលគេធ្វើយើង invite នេះគេឃើញគេនឹងចុចពាក្យទទួលដើម្បីបញ្ជាក់ថាគាត់ចូលកាន់ page អញ្ចឹងបាទគេនេះគេអាចទៅលុបចោលអញ្ចឹងបាទសូមអរគុណច្រើនបងប្អូននេះគឺជារបៀបបន្ថែម admin អញ្ចឹងបងបាទអរគុណសុខភាពល្អទាំងអស់គ្នាបងប្អូន